បងប្អូនទេសនាគ្រប់គ្នាជាទីរាប់អានយោងទៅតាមប្រភពព័ត៌មានចេញពីប្រទេសឡាវបានឲ្យដឹងថានៅក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលាវទិវារំលឹកខួប50ឆ្នាំនៅក្នុងការបដួលរលំរបបដឹកនាំបែបរាជានិយមឡាវហើយបដូរមករបបដឹកនាំប្រទេសបែបរដ្ឋសង្គមនិយមប្រជាមានិតឡាវសប្តាហ៍ថ្ងៃនេះដោយពិធីបុណ្យជាតិឡាវទិវារំលឹកខួប50ឆ្នាំនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ប្រវត្តិសាស្ត្ររបស់ប្រទេសឡាវគឺព្រះធាតុហ្លួងនៅឯរាជធានីវៀងច័ន្ទកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2025កន្លងទៅនេះដោយនៅក្នុងឱកាសធ្វើពិធីបុណ្យរំលឹកខួប50ឆ្នាំឡាវនេះក៏បានបង្ហាញនៅអាវុធសឹកដ៏ទំនើបនៅក្នុងនោះវាក៏មានយន្តហោះប្រភេទចំបាំងដែលមានឈ្មោះថាយ៉ាក់130ឬក៏ជាភាសាលាវគេឲ្យឈ្មោះថាយ៉ាក់130វាជាប្រភេទយន្តហោះចំបាំងដែលផលិតនៅក្នុងប្រទេសរុស្ស៊ីដោយនាពេលថ្មីនេះប្រទេសឡាវបានបញ្ជាទិញចំនួន10គ្រឿងពីប្រទេសរុស្ស៊ីនោះនៅក្នុងនោះផងដែរប្រទេសឡាវក៏ទទួលបានចំនួន4គ្រឿងទៅហើយគឺនៅសល់6គ្រឿងទៀតដោយយន្តហោះចំបាំងយ៉ាក់130នេះវាត្រូវបានផលិតលើកដំបូងនៅក្នុងឆ្នាំ1996និងចេញលក់នៅលើទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ2010ហើយមានចំនួនតែ140គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសរុស្ស៊ីដោយយន្តហោះចំបាំងយ៉ាក់130នេះវាមានតម្លៃចំនួន$15 លានសហរដ្ឋអាមេរិកនៅក្នុងមួយគ្រឿងគឺវាមានតម្លៃថ្លៃណាស់សមាសភាពរបស់យន្តហោះចំបាំងយ៉ាក់130នេះគឺមានអ្នកបើកបរចំនួន2នាក់ទំហំតួយន្តហោះគឺមានចំនួន 11.49 ម៉ែត្ររីឯស្លាបរបស់វាគឺ 9.8 ម៉ែត្រនិងកម្ពស់របស់វាគឺ 4.76 ម៉ែត្រហើយវាមានទម្ងន់រហូតដល់ 4,600 គីឡូក្រាមឯណោះយន្តហោះចំបាំងយ៉ាក់130នេះវាមានម៉ាស៊ីនចំនួន2ល្បឿនលឿនបំផុតគឺ1063លឿនបំផុតនៅក្នុង1គីឡូម៉ែត្រនិងល្បឿនធម្មតា887នៅក្នុងល្បឿនក្នុង1ម៉ោងគីឡូម៉ែត្រយន្តហោះយ៉ាក់130វាត្រូវបានបំពាក់ទៅដោយអាវុធនិងគ្រាប់មីស៊ីលដ៏ទំនើបនិងទាន់សម័យបច្ចេកវិទ្យារបស់ប្រទេសរុស្ស៊ីផងដែរគឺលាវចំណាយដើមទុនទិញដើម្បីយកមកការពារនៅដែនអធិបតេយ្យភាពរបស់ប្រទេសលាវនៅពេលវេលាអនាគត